ថាថៃតាក់ទងនឹងបញ្ហាអសន្តិសុខនេះចាតើឥឡូវនេះស្ថានភាពយ៉ាងណាហើយអាចរៀបរាប់ត្រួសប្រាប់លោកអ្នកនាងទេថាតើកម្រិតណាទៅដែលជាក្តីកង្វល់តាក់ទងនឹងបញ្ហាអសន្តិសុខសង្គមនេះចាបាទអរគុណអ្នកស្រីសុជីវីដោយយើងកន្លងមកយើងចាប់អារម្មណ៍ទៅលើស្ថានភាពនយោបាយទៅលើបញ្ហាសេដ្ឋកិច្ចទៅលើបញ្ហាកិច្ចកម្មទៅលើលោកលីមគឹមយ៉ាអីជាដើមដំណើរគណៈបកប្រឆាំងចាប់អារម្មណ៍តាក់ទងទៅនឹងបញ្ហាកោះគុជហ្នឹងឥឡូវនេះយើងងាកមកចាប់អារម្មណ៍ចំពោះករណីបញ្ហាអសន្តិសុខនៅក្នុងសង្គមកម្ពុជាយើងវិញម្ដងដោយយើងពិនិត្យមើលឡើងវិញនៅស្ថានភាពអសន្តិសុខសង្គមនៅក្នុងប្រទេសកម្ពុជាហ្នឹងយើងឃើញមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅបាទហើយតែងតែកើតឡើងជារៀងរាល់ថ្ងៃដូចយើងឃើញហើយបញ្ហាអសន្តិសុខទាំងអស់នេះបានលេចចេញនៅលើទំព័រមុខរបស់កាសែតក្នុងស្រុកអីហ្នឹងជាហូរហែហើយបាទបញ្ហាយើងឃើញបញ្ហាធំទាំងអស់នោះក្រៅតែពីបញ្ហាអំពើឃាតកម្មបញ្ហាប្លន់ប្រដាប់អាវុធបញ្ហាឆោបបោកបញ្ហាជួញដូរមនុស្សបញ្ហាចាប់ចម្រិតបញ្ហាជួញដូរគ្រឿងញៀនអីហ្នឹងក៏មានបញ្ហាគ្មានទំនើងបញ្ហាអីហ្នឹងកើតមកកតែឡើងវិញទេដូច្នេះហើយបានយើងមើលឃើញថាការដាក់ចេញនៅវិធានការបង្ក្រាបរបស់អាជ្ញាធរកម្ពុជាហ្នឹងនៅមិនទាន់មានប្រសិទ្ធភាពទេបាទអ្នកស្រីសុជីវីដូចបានឃើញហើយថាអង្គើកិច្ចកម្មអង្គើចាប់ចម្រិតអីអង្គើប្លន់ប្រាប់អាវុធអីហ្នឹងគឺកាន់តែមានលក្ខណៈសាហាវខុសខើព្រៃផ្សៃមែនតែនហើយការធ្វើការប្រព្រឹត្តហ្នឹងគឺធ្វើឡើងដោយក្រុមតែម្ដងករណីខ្លះគឺដោយក្រុមតែម្ដងការប្រើប្រាស់អាវុធបាញ់បោះតាមទីសាធារណៈហ្នឹងគឺយើងមើលព្រឺព្រួចញាក់សាច់តែម្ដងគឺមានជាញឹកញាប់បាទហើយករណីទាំងអស់នេះគឺពាក់ព័ន្ធទៅនឹងអ ுக ្រិតជនជាជនបរទេសក្នុងនោះគឺគេមើលឃើញថាមានករណីប្រព្រឹត្តដោយជនជាតិចិននឹងក៏មានចំនួនច្រើនដែរដែលពាក់ព័ន្ធទៅនឹងអ ுக ្រិតជនចិនមួយចំនួននឹងបាទឬក៏ក្រុមសង្គមងងឹតនឹងបាទយើងសង្កេតឃើញគ្រាន់តែបាក់ក្បាលនៅដើមឆ្នាំ2025នេះយើងឃើញមានករណីច្រើនណាស់ដូចជាថ្មីហ្នឹងយើងឃើញករណីដែលកើតឡើងថ្មីហ្នឹងគឺនារីខ្មែរយើងវ័យក្មេងម្នាក់ហ្នឹងត្រូវបានគេសម្លាប់ហើយយកទៅកប់ចោលនៅក្នុងដីខ្សាច់ទាំងអាក្រាតកាយហ្នឹងនៅក្បែរផ្សារទំនើបអេអន3ស្ថិតនៅសង្កាត់ជើងឯកនៅក្នុងរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី23កុម្ភៈហ្នឹងគឺកើតឡើងថ្មីនេះទេហើយអ្នកស្រីដឹងហើយថាវាជារូបភាពនឹងខុសខើព្រៃផ្សៃណាស់ហើយវាមិនមែនតាមពិតរឿងអសន្តិសុខនេះវានៅប្រទេសណាក៏មានដែរមែនតែនទៅក៏ប៉ុន្តែវាមិនកាត់ឡើងលក្ខណៈសាហាវខុសខើហើយជាប្រចាំដូចនៅស្រុកខ្មែរទេករណីដូចខ្ញុំថាយើងនៅប្រទេសខ្លះគេកើតមានហ្នឹងវាធម្មតានៅសង្គមតែងតែមានមនុស្សល្អមនុស្សអាក្រក់ក៏ប៉ុន្តែនៅយើងហ្នឹងវាទៅជាមានករណីសង្គមងងឹតតែម្ដងហើយបង្ក្រាបហ្នឹងមិនចេះអស់មិនមែនជារឿងចៃដន្យនោះមនុស្សដើរទៅឆ្លោះគ្នាហើយក៏បង្កើតអំពើហិង្សាវាយទាត់គ្នាអីទេគឺថាមានការរៀបចំជាក្រុមជាប្រព័ន្ធនៅក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មផ្សេងហើយការកាត់សម្លាប់នេះសាហាវកាត់ថៃកន្លែងហ្នឹងតិចចាកន្លងមកហ្នឹងយើងដឹងទាំងអស់គ្នាយើងតាមដានព័ត៌មានសាធារណជនក៏ទូទៅក៏បានដឹងដែរជាពិសេសពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានហ្នឹងគាត់បានឃើញផ្ទាល់ភ្នែកផងទៅទៀតតាក់ទងទៅនឹងការបាញ់បោះការកាប់សម្លាប់គ្នារវាងក្រុមជើងកាងក្រុមអ្នកដែលមានប្រដាប់អាវុធមានកាភ្លើងអីហ្នឹងគឺធ្វើឡើងជាក្រុមចាបាញ់បោះគ្នាទៅមកសម្លាប់គ្នានៅក្នុងទីសាធារណៈហ្នឹងបានន័យថាកើតឡើងតែទៅលើក្រុមគ្នាគេទេចាឥឡូវនេះស្ថានភាពហាក់ដូចជាឈានមកជំហានទៀតហើយគឺទៅដល់ជនរងគ្រោះដែលជាជនជាតិខ្មែរតែម្ដងឧទាហរណ៍ដូចថៃបានលើកឡើងអញ្ចឹងគឺមានស្ត្រីវ័យក្មេងនៅឯខេត្តកំពតត្រូវគេសម្លាប់ឯនឹងជាដើមហើយនៅមានករណីផ្សេងទៀតដែលបង្ហាញថាស្ត្រីវ័យក្មេងរបស់ខ្មែរយើងនេះពេលនេះចាគឺកំពុងតែរងគ្រោះដោយសារតែជនជាតិចិនមួយចំនួនចាដែលបាញ់បោះឬក៏ជាអ ுக ្រិតជននឹងតើរឿងរ៉ាវអស់នេះអាជ្ញាធរបានចាត់វិធានការយ៉ាងម៉េចហើយមានប្រសិទ្ធភាពដែរទេថៃមកដល់ពេលនេះចា៎បាទយើងមើលឃើញករណីនឹងនៅតែកើតមានហោហែអញ្ចឹងអ្នកស្រីសុជីវីដូចជាមិនទាន់មានប្រសិទ្ធភាពទេក្រៅតែពីករណីដែលសម្លាប់ស្ត្រីវ័យក្មេងដែលកំពុងរកលុយចិញ្ចឹមម្ដាយឪពុកដែលមានជីវភាពលំបាកហ្នឹងហើយដោះបំណុលម្ដាយហ្នឹងមិនមែនជាករណីតែមួយហ្នឹងទេហើយវាមិនមែនជាករណីដែលយើងឃើញថាជាករណីមួយហ្នឹងទេដែលសាហាវតាមពិតមានករណីច្រើនណាស់ដូចជាមុននឹងបន្តិចហ្នឹងក៏មានករណីជនអ ுக ្រិតជនជាតិចិនហ្នឹងចាប់ស្ត្រីជនជាតិវៀតណាមនឹងញាត់នៅក្នុងវ៉ាលីជាដើម
ដើម្បីចម្រិតទារប្រាក់ហើយជនសង្ស័យនឹងបានសារភាពថាចាប់នឹងមាន6ករណីធ្វើបាន6ករណីហើយចាប់ញាត់វ៉ាលីចាប់ចម្រិតទារប្រាក់អីចឹងទៅមានករណីជនជាតិចិនប្រើប្រាស់អាវុធបាញ់ប្រហារនឹងកន្លងមកនៅចិត្តពលានយន្តហោះអីនៅពេញពលានយន្តហោះខ្មែរហ្នឹងគឺថាដេញបាញ់គ្នាឲ្យប្រើកំភ្លើងអាកាយមិនធម្មតាទេអ្នកស្រីសុជីវីគឺថារូបភាពហ្នឹងគឺសាហាវខុសខើហើយកើតមានដូច្នេះយើងឃើញថាការដោះស្រាយបញ្ហាហ្នឹងសមត្ថកិច្ចកម្ពុជាហ្នឹងដូចជាមិនទាន់មានប្រសិទ្ធភាពទេករណីខ្លះតលមានប្រតិកម្មតលមានពលរដ្ឋអីហ្នឹងប្រហោះផ្សព្វផ្សាយទៅបានសមត្ថកិច្ចហ្នឹងចុះទៅប្រក្រាបអីចឹងទៅហើយប្រក្រាបហ្នឹងយើងឃើញឲ្យភាគច្រើនចាប់បានតែជនបង្កម្នាក់ពីរនាក់អីទេក៏ប៉ុន្តែយើងឃើញថាការដោះស្រាយហ្នឹងជាទូទៅមិនបានដល់ឫសគល់ទេជាទូទៅយើងឃើញដូចឧទាហរណ៍ថាមិនដល់ឫសគល់ហ្នឹងមិនបានរកឃើញមេខ្លោងនៃក្រមសង្គមងងឹតហ្នឹងទេហើយប្រភពអាវុធហ្នឹងក៏រកអត់ឃើញដែរហើយអ្នកស្រីសុជីវីដឹងហើយថាបើសិនជាធ្វើដល់ឫសគល់ហ្នឹងត្រូវរកឲ្យឃើញទៀតថាតើបានពួកនឹងបានអាវុធមកពីណាណាបានកាភ្លើងនឹងមកពីណាពីព្រោះមែនតើនៅក្នុងប្រទេសកម្ពុជាច្បាប់ស្តីពីការគ្រប់គ្រងអាវុធហ្នឹងគឺអនុញ្ញាតឲ្យតែមន្ត្រីមានសមត្ថកិច្ចទេដែលអាចប្រើប្រាស់អាវុធបានកាន់កាប់អាវុធបានក្រៅតែពីមន្ត្រីដែលច្បាប់អនុញ្ញាតទេគឺសិតតែជាអ្នកខុសច្បាប់ដូច្នេះតើពួកគាត់បានអាវុធនឹងមកពីណាណាមេខ្លោងដែលរៀបចំនឹងដោយករណីក្មេងស្រីដែលគេបាញ់សម្លាប់នេះថាគេសម្លាប់នឹងដើម្បីបំបិតមាត់ដោយសារគាត់ដឹងរឿងនៃអក្រិតកម្មរបស់ជនជាតិចិនហ្នឹងដូច្នេះគេត្រូវសម្លាប់បំបិតមាត់តើសមត្ថកិច្ចបានរកដល់ជំរឿដល់ឬគល់ទេថាតើអ្នកណាដែលពាក់ព័ន្ធផ្សេងទៀតណាអាគារដែលជួលនឹងជារបស់អ្នកណាជាជនជាតិខ្មែរមានឋានៈទូនាទីប៉ុណ្ណាបាទហើយអ្នកណាជាអ្នកជួយសម្រួលមធ្យោបាយរថយន្តសពបែបយ៉ាងគឺថាត្រូវរកអ្នកពាក់ព័ន្ធបើថាធ្វើឲ្យដល់មែនទែនគឺទើបអាចលុបបំបាត់បានប៉ុន្តែយើងឃើញការដោះស្រាយករណីកន្លងមកយើងឃើញធ្វើគេហៅ case by case ធ្វើដោយឡែកអញ្ចឹងទៅធ្វើឲ្យទៅរួចទេចាប់ម្នាក់ពីរនាក់ឲ្យទៅរួចឲ្យទៅសាធារណជនបានឃើញទេបាទនេះដែលយើងឃើញសង្កេតឃើញពីព្រោះអត់បានស្រាវជ្រាវទេនៅក្នុងច្បាប់ស្តីពីការគ្រប់គ្រងអាវុធហ្នឹងគឺក្រសួងការពារជាតិជាអ្នកដែលទទួលខុសត្រូវនៅលើការផ្គត់ផ្គង់ការត្រួតពិនិត្យការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវគ្រប់ប្រភេទរបស់កងយោធពលខេមរៈភូមិន្ទដូច្នេះមានក្រសួងមួយទៀតហ្នឹងក្រៅពីក្រសួងការពារជាតិមានក្រសួងមហាផ្ទៃមួយទៀតដែលទទួលខុសត្រូវទៅលើការផ្គត់ផ្គង់ការត្រួតពិនិត្យនិងការគ្រប់គ្រងអាវុធជាតិផ្ទុះគ្រាប់រំសេវអីជាដើមរបស់កម្លាំងនគរបាលជាតិរបស់ស្ថាប័នសាធារណៈមន្ត្រីអីជាដើមហើយនឹងជនស៊ីវិលដូច្នេះក្រសួងមហាផ្ទៃហ្នឹងនេះគួរតែដឹងថាតើបានកំភ្លើងពីណាក៏ប៉ុន្តែយើងថាមកដល់ពេលនេះអត់ឃើញទេហើយវាឆ្លុះបញ្ចាំងណាស់ថានៅកម្ពុជាហ្នឹងគឺមានភាពទន់ខ្សោយនៅក្នុងការគ្រប់គ្រងអាវុធហើយនឹងគ្រប់គ្រងជនអន្តោប្រវេសន៍នៅក្នុងប្រទេសកម្ពុជានេះហើយបញ្ហាទាំងអស់នេះដែលពេលដែលកើតឡើងគឺច្បាស់ណាស់អ្នកស្រីគេនឹងចោទសួរថាតើនៅពេលដែលជនអក្រិតជននឹងបានកំភ្លើងបានមធ្យោបាយយកទៅប្រព្រឹត្តបទអក្រិតប្រព្រឹត្តបទល្មើសហ្នឹងមានអ្នកផ្ដាល់ឲ្យដូច្នេះផ្ដាល់ឲ្យនឹងប្រកាសណាស់វិបត្តិជាពាក់ព័ន្ធទៅនឹងអំពើពុករលួយដូច្នេះរឿងរ៉ាវនេះគឺផ្ដើមចេញអំពីអំពើពុករលួយបពុនិយមអីទាំងអស់ហ្នឹងឯងដែលធ្វើឲ្យការដោះស្រាយនឹងមិនសូវមានប្រសិទ្ធភាពបាទចាតកតងទៅនឹងអំពើពុករលួយនិងបពុនិយមនេះចាសេចក្តីរាយការណ៍ច្រើនណាស់មិនមែនតែសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរីទេចាមានសេចក្តីរាយការណ៍របស់កាសែតបរទេសជាច្រើនទៀតដែលយើងបានឃើញនឹងមានផ្សាយច្រើនណាស់ថាមេដឹកនាំកម្ពុជាជួរថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ននេះគឺជាប់តកតងទៅនឹងការពារអក្រិតជនចាក្នុងនឹងសូម្បីតែអតីតនាយករដ្ឋមន្ត្រីចាដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានេះគឺលោកហ៊ុនសែនចាមានទីប្រឹក្សារបស់លោកមានជំនួយការមានអ្នកពាក់ព័ន្ធមួយចំនួននៅជុំវិញលោកហ៊ុនសែននេះគឺជាអ្នកដែលជាអក្រិតជនតែម្ដងចាក្នុងនោះក៏មានជនជាតិចិនផងមានជនជាតិខ្មែរយើងផងនឹងមានអ្នកផ្សេងទៀតដែលយើងមិនដឹងដែលយើងមិនស្គាល់នៅពីក្រោយឆាកនោះថាតើកម្រិតណាយើងមិនដឹងតើដូច្នេះចង់មិនចង់គឺនេះហើយជាមូលហេតុធំដែលមិនអាចឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះដោះស្រាយរឿងនេះចេញពីព្រោះថាខ្លួនជាអ្នកអាចជាអ្នកការពាររឿងនេះអត់ទៅហើយតើនឹងប៉ះពាល់យ៉ាងម៉េចពីព្រោះថាអ្នកដែលរងគ្រោះនេះឥឡូវនេះឈានទៅដល់សហគមន៍ហើយគឺស្ត្រីក្មេងៗហ្នឹងគឺត្រូវជនជាតិចិននាំយកទៅរស់នៅជាមួយចាជាសង្សារជាប្រពន្ធជាអីជាដើមហ្នឹងហើយទីបំផុតទៅក៏នាងជាអ្នកដែលរងគ្រោះពីអំពើអស់ទាំងនេះផងតើនឹងមានផលប៉ះពាល់កម្រិតណាទៅចាហើយដោះស្រាយយ៉ាងណាខ្លះចាសូមខ្លីៗថាយើងអស់ម៉ោងទៅហើយចាបាទនៅអ្នកស្រីសុជីវីយើងឃើញហើយរងគ្រោះនឹងចាប់ផ្ដើមរីករាលដាលហើយពលរដ្ឋខ្មែរចាប់ផ្ដើមខ្លាចជាជនរងគ្រោះជាបន្តបន្ទាប់យើងឃើញថាមិនមែនតែគ្រួសារជនរងគ្រោះទេដែលគាត់តក់ស្លុតគាត់រន្ធត់តាមពិតករណីអក្រិតកម្មទាំងនេះបានបង្កការភ័យខ្លាចខ្លាំងណាស់សម្រាប់ពលរដ្ឋខ្មែរជាទូទៅហើយនៅពេលដែលយើងដឹងហើយថាអំពើពុករលួយបានចាក់ស្រេះដោះស្រាយបញ្ហានេះនឹងមិនចេញមានន័យថាក្រមសង្គមងងឹតនឹងនៅតែមានអក្រិតជនជាតិចិនជនបរទេសដែលមកប្រព្រឹត្តបទអក្រិតមករកស៊ី
ប្រព្រឹត្តអំពើខុសច្បាប់ហ្នឹងនៅតែមានពេញប្រទេសស្រុកខ្មែរហ្នឹងដូច្នេះបើសិនជានៅតែមានទេករណីហ្នឹងនៅអក្រិតកម្មអំពើកាប់សម្លាប់អំពើបាញ់បោះសេរីអនាធិបតេយ្យហ្នឹងនឹងកើតមានជាហូរហែទៀតហើយពលរដ្ឋខ្មែរពលរដ្ឋផ្សេងទៀតហ្នឹងនឹងបន្តរងគ្រោះដែរហើយយើងដឹងថាជួនកាលអាចមិនមែនរងគ្រោះតែកូនចៅអ្នករាជធម្មតាទេអាចជាកូនចៅអ្នកមានលុយអាចជាកូនចៅមន្ត្រីអ្នកមានអំណាចអ្នកធំដើរប្រហែលហ្នឹងជួនកាលអក្រិតជនអាចប្រពន្ធអ្នកទាំងអស់នោះមានលុយជួនកាលអាចអ្នកទាំងអស់ហ្នឹងធ្វើបាបចាប់ចម្រិតអីគាត់ថាបានហើយរឿងអើរឿងអីវានឹងបង្កផលប៉ះពាល់ដល់គ្រប់គ្នាម្យ៉ាងទៀតវាអាចបង្កផលប៉ះពាល់ធំមែនទែនហ្នឹងគឺទៅដល់គេឈ្មោះរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិហើយនៅពេលដែលប៉ះពាល់ហ្នឹងវាអាចជះឥទ្ធិពលអាក្រក់សម្រាប់វិស័យទេសចររបស់ប្រទេសកម្ពុជាដែលវាធ្វើឲ្យវិស័យនៅពេលដែលគេឈ្មោះអាក្រក់ហ្នឹងវាមិនអាចសម្រួលដល់វិស័យផ្សេងនៅក្នុងប្រទេសកម្ពុជាបានអ្នករងគ្រោះនៅតែជាពលរដ្ឋខ្មែរដដែលចារងគ្រោះពីអំពើអក្រិតកម្មនឹងផងហើយរងគ្រោះអំពីបញ្ហាសេដ្ឋកិច្ចដែលមិនមានប្រយោជន៍មកដល់គាត់នឹងថែមទៀតផងចាដូច្នេះអ្នករងគ្រោះនៅតែជាពលរដ្ឋជាការពិតហើយប៉ះពាល់នឹងធំធេងហើយតែជាយើងដែលយើងលើកន្លងមកពីមាត់របស់ថ្នាក់ដឹកនាំប្រទេសកម្ពុជាហ្នឹងយើងលើតែពីមាត់ថាគាត់នឹងគំតិចសម្រាប់តែអ្នកប្រឆាំងទេតាមគំតិចដល់ឫសគល់ក៏ប៉ុន្តែអ ுக ្រិតជនយើងឃើញថាមិនទាន់មានការតាមគំតិចដល់ឫសគល់ទេដូច្នេះអនាគតតទៅទៀតនឹងពលរដ្ឋខ្មែរនឹងបន្តរងគ្រោះទៀតប្រសិនបើការអនុវត្តបែបធូររលុងដោយសពថ្ងៃនេះបាទចាអរគុណច្រើនថាថៃចា